សួស្តីអ្នកគ្នាថ្ងៃនេះខ្ញុំមាន tip មួយសម្រាប់ចែកម្លែកអ្នកគ្នាតទៅជាមួយនឹងការ download iMac ទៅលើ EVE EVE ជាទូទៅបងប្អូនអ្នកគ្នាតែងតែប្រើដូចជាយើង download iMac ដូចនៅក្នុង channel របស់ខ្ញុំខ្ញុំមាន link ជា link សម្រាប់ចូលទៅ download iMac មែនទេអញ្ចឹងថ្ងៃនេះខ្ញុំចង់បង្ហាញអា link ដែលយើងត្រូវ download iMac វាមានឈ្មោះអីខ្ញុំបានតម្លាក់ដែរអានេះខ្ញុំចង់បង្ហាញតាក់ទងជាមួយនឹង iShare 2ក្នុងការ download iMac តាមរយៈប្រើជាលក្ខណៈជាលក្ខណៈ remote ជាលក្ខណៈ console អាហ្នឹងយើងនិយាយចឹងជាទូទៅគ្នាយើងតែងតែប្រើជាមួយនឹង WinCap ដើម្បី upload ដូចជា MicroTech ដូចជា EVE ចឹងហើយយើងឧទាហរណ៍ចង់បាន MicroTech ខ្ញុំត្រូវអូនចឹងមែនទេសម្រាប់ EVE គឺយើងឲ្យស្គាល់ EVE អញ្ចឹងនេះខ្ញុំបង្ហាញទៅលើវីដេអូដែលយើង download តាមរយៈប្រើ comment ណាងាយស្រួលតាមរយៈ iShare 2អញ្ចឹងដើម្បីចូលបានយើងចូល Putty remote ចូល EVE directory របស់វា file directory ចុច6អូខេអញ្ចឹងយើងត្រូវដាក់ចុច6ឯងចុច253ច្រឡំ253ចុច2ចុច200ចុច paper ចុចpaper ចុច253អញ្ចឹងវាងាយស្រួលជាងយើងទៅ download វា direct download ចេញពី website ហើយបានយើងមកទាញ view អញ្ចឹងបើយើងប្រើ iShare 2វាងាយស្រួលអញ្ចឹង iShare 2ខ្ញុំបានបោះ link ចូល group ហើយ iShare 2ហ្នឹងនេះវាជាលក្ខណៈចេះ iShare 2ខ្ញុំបានបោះ link ហើយដំបូងអ្នកនរគ្នាគាត់ថា copy មកផាសមក iShare ដូចជាក្នុង GitHub ណា GitHub iShare 2 copy directory របៀប install យើងមើល copy ទាំងអស់ហ្នឹងមកនេះកន្លែង line download install ហ្នឹងយើងធ្វើតាម step ហ្នឹងទាំងអស់មកអត់អីទេយើង copy ដាក់ចូលនេះមកតែដោយសារខ្ញុំ download ហើយវាអត់មានអីទេនេះវាចេញអញ្ចឹងន័យថាខ្ញុំ install ហើយយើង copy តាមហ្នឹងមកនេះ copy តាមអីអូខេអញ្ចឹងអូខេអញ្ចឹងនៅពេលដែលយើង install repository វាហើយឧទាហរណ៍ថាក្នុង EVE ខ្ញុំចាស់អញ្ចឹងខ្ញុំចង់បានគេខ្ញុំទៅមើល note សិនFortiGate ខ្ញុំមានហើយអូខេមាន2 version អញ្ចឹងខ្ញុំចង់បានអីគេឥឡូវខ្ញុំចង់ MicroTech ខ្ញុំមានដែរអញ្ចឹងចាស់អញ្ចឹងខ្ញុំចង់បាន switch Cisco ចាស់ខ្ញុំអត់មាន Cisco ទេអញ្ចឹងខ្ញុំត្រូវតែ download អញ្ចឹងដើម្បីប្រើ comment iShare 2ដើម្បីបាន switch យើងត្រូវប្រើ comment មួយប្រើវាថា iShare 2យើងមើលខាងនេះដាក់ធំអានេះវាអត់ធំPutty មិនដឹងគេធ្វើមិនធំiShare 2 iShare 2 search មានថាយើង search គេ iMac របស់switch Cisco ពីច្រើននេះចេះIOL iMac វាអញ្ចឹងយើង search មក search ទៅវានឹងឃើញនេះវានឹងឃើញសិតតែ model នេះសិតតែ switch Cisco នេះយើងចង់បានមួយណាដើម្បីប្រើ comment បើគ្នាយើងថាយើងអត់ច្បាស់ទេអាចសួរ AI បានរបៀបនៃការ download iShare 2តាមរយៈ iShare 2ហ្នឹង iMac យើងប្រើបានយើងសួរ AI ដល់ពេលដែលយើងចង់ pull វាមានន័យថាយើងចង់បាន iMac យើងប្រើ iShare 2ដូចគ្នា iShare 2 pull យើងប្រើវា pull ID អានេះខ្ញុំតេស្តមើល ID ចង់បាន switch 2018នេះ layer 3អានឹងដាក់លេខ10វាដើរអត់ចង់តេស្តសិនដោយសារវាអត់មានប្រាប់ទីអូខេវាដើរវាថា use iShare 2 pull type អីគេបើយើង type អីគេ type OPT ឬក៏ QEUM អញ្ចឹង type របស់យើងគឺ Q លេខបាននេះ QEUM QEMU ហើយយើងដាក់ ID មកនេះវាថា ID ឬក៏យើងដាក់ all ទៅវា download ទាំង4 iMac នឹង10ន័យថាទាំង14 iMac ហ្នឹងខ្ញុំចង់បានតែលេខ10មួយទេឥឡូវខ្ញុំអត់ចង់មកលេខ10ប្រើយកលេខ8ចុះវាយកប្រើ layer 2សិនចុះដើម្បីតាអញ្ចឹងយើងដាក់លេខ8មកIntel អញ្ចឹងអានេះវា direct មានន័យថា
វានឹង download វានឹង download image ហ្នឹងចូល EVE របស់យើងហើយចូល repository យើងហើយវាងាយជាងអាក្នុងនេះយើងត្រូវតែ download image EVE ពី website សិនបន្ទាប់មកបានយើងចូល WinCap remote ចូល repository របស់ EVE ជើបយើង upload image នឹងបានអញ្ចឹងវាបើអានេះវាយើងគ្រាន់តែ down repository វានៅក្នុងនឹងហើយយើងអាចយក image ហ្នឹងប្រើបានហើយវាងាយជាងណាខ្ញុំសុំ scope ជាភាសាវាទៅមិនdown ចាំមើលវាបានអត់ប្រហែល 3% scope ពីសិននៅពេលដែលវា